សំពាយបនខុសគ្នាសំពាយបនគេផ្សេងសំពាយបនយើងផ្សឹងមិនដូចគ្នាទេបើគេបានសុខត្រេកអរនឹងគេទៅផលបនរបស់គេខំសាងមកកុំច្រណែនគេអីព្រោះបើច្រណែនទៅមិនបានអីមកយើងផងបានតែបាបទៅវិញចង់ឈ្នះចាញ់គ្នាជជែកដោយកំហឹងត្រឹមតែចង់ឈ្នះចាញ់គ្នាមិនសូវបានប្រយោជន៍ទេហើយអាចបង្កជាសត្រូវទៀតផងបើគេខឹងអ្នកអាចបន្ថយបន្តិចរក្សាចិត្តឲ្យល្អគិតរកពាក្យពេចន៍សមរម្យហើយនិយាយតាមពេលវេលាដ៏សមគួររឿងធម្មតារឿងល្អខ្លះរឿងអាក្រក់ខ្លះតែងកើតឡើងជាធម្មតាពេលខ្លះរឿងមួយចំនួនកើតឡើងហួសពីការស្មានអ្វីសុទ្ធតែមានហេតុទើបកើតឡើងមិនមែនជារឿងចៃដន្យទេយើងអ្នកសាងយើងអ្នកទទួលកិច្ចតណាក៏កិច្ចមិនរួចខិតខំដោះស្រាយទៅកុំខូចចិត្តយូរពេកចេះគ្រប់រឿងអ្នកខ្លះចេះគ្រប់រឿងនិយាយឡើងហត់អ្នកស្ដាប់កាត់ស្មានប៉ាតណាប៉ាតណីនិយាយឲ្យតែលឺព្រោះចង់ឲ្យគេដឹងថាខ្លួនជាអ្នកចេះជាអ្នកគ្រាន់បើតែតាមពិតក្នុងភ្នែកអ្នកដតីជាមនុស្សប្រហោងក្នុងខ្វល់ចិត្តច្រើនជាប់ចម្ពាក់ច្រើនហួងហែងច្រើនខ្វល់ចិត្តច្រើនកើតទុក្ខក៏ច្រើនដែរបំពេញតួនាទីរបស់អ្នកឲ្យបានល្អតែក៏ត្រូវទទួលស្គាល់ថាអ្វីតែងប្រែប្រួលជាធម្មតាហាមឃាត់មិនបានទេរឿងខាងក្រៅកុំផ្ញើសេចក្តីសុខនៅនឹងអ្នកដទៃឬរឿងខាងក្រៅទាំងស្រុងពេករឿងរ៉ាវឡើងចុះតាមដំណើររបស់វាដូចទឹករលកក្នុងសមុទ្របង្ខំវាឲ្យនៅស្ងៀមមិនបានទេរៀនទទួលយករឿងល្អរៀនដោះស្រាយរឿងមិនល្អហើយបន្តដំណើរទៅមុខទៀតជីវិតគឺអញ្ចឹងឯងទ្រាំទៅពូជមានពូជក្រទំនុកបំរុងមេត្តាបិតាចែកទានដល់អ្នកខ្វះខាតថ្វាយទានដល់ព្រះសង្ឃអ្នកបានបុណ្យផងបានការស្រឡាញ់រាប់អានផងសន្សំពូជជ័ររកស៊ីធូរផងមនុស្សកំណាញ់ចិត្តចង្អៀតរកស៊ីតឹងក្រញៀតទៅណាមកណាមិនសូវជាមានគេចូលចិត្តឡើយមនុស្សចិត្តចង្អៀតសម្បូរណាស់មនុស្សចិត្តចង្អៀតមនុស្សមានតែអញល្អមនុស្សពូកែទើសមនុស្សខ្វះមុទិតាមើលឃើញតែផ្នែកខាងអាក្រក់របស់អ្នកដទៃមនុស្សប្រភេទនេះរស់មិនបានសុខទេព្រោះក្តៅក្រហាយចិត្តរាល់ថ្ងៃហើយមានពៀវេរាវែងឆ្ងាយទៀតមនុស្សអត់ហេតុផលមនុស្សខ្លះអត់ហេតុផលនិយាយយកតែឈ្នះមិនចេះស្ដាប់នរណាឡើយទោះបីអ្នកណាខំពន្យល់ក៏គេមិនយល់ដែរអ្នកដែលគ្មានហេតុផលអញ្ចឹងគ្មានអ្វីត្រូវនិយាយទៀតទេតែអ្នកត្រូវរក្សាការប្រព្រឹត្តរបស់អ្នកឲ្យបានល្អធ្វើជាមនុស្សរឹងប៉ឹងកំណត់ដឹងថាគាត់តែអញ្ចឹងឯង
ជជែកចង់ឈ្នះបើជជែកវែកញែកដើម្បីរីកចម្រើនជជែកចុះតែបើគ្រាន់តែចង់ឈ្នះហើយបង្កចំនួនគ្មានហេតុផលអីនឹងត្រូវជជែកឡើយគ្មានហេតុផលអ្វីនឹងត្រូវដុតខ្លួនឯងដោយភ្លើងកំហឹងទេបើគេក្តៅឲ្យគេក្តៅតែឯងចុះពុំអោបភ្លើងក្នុងចិត្តអ្នកអីអោបភ្លើងក្នុងចិត្តអ្នកនឹងក្តៅចិត្តកើតហើយរលត់ទៅវិញរឿងល្អក្តីរឿងមិនល្អក្តីកើតហើយរលត់ទៅវិញមិនទៀងទាត់ទេមិនអមតៈទេតែបើអ្នកនឹកនាវាជាញឹកញាប់វានឹងមករកអ្នកវិញរឿយអ្នកអាចរំលឹករឿងល្អរឿងបុណ្យកុសលដែលជួយចិត្តឲ្យរីកចម្រើនសាជាថ្មីតម្លៃនៃការងារគឺបង្ហាញពីចរិតមនុស្សការងារកម្មជាអ្នកឲ្យតម្លៃអ្នកទទួលយកវាទៅធ្វើបើអ្នកកាន់ការងារណាត្រូវប្រឹងប្រែងធ្វើការងារនោះឲ្យអស់ពីចិត្តថ្លើមផលល្អនឹងត្រឡប់មកតបស្នងអ្នកវិញមិនខានប្រណាំងប្រជែងការប្រណាំងប្រជែងគឺចង់ឈ្នះចាញ់ជាហេតុនាំឲ្យខ្វល់ចិត្តអ្នកនៅតែប្រឹងប្រែងអ្នកនៅតែតស៊ូយកឈ្នះអកុសលការខ្ជិលច្រអូសក្នុងចិត្តរបស់អ្នក